nhằm cho mùi nâng tự đọc về Olisic như vẫn khơi thả ốn vậy tới cái lỗ bao quát lang chởn lang chởn pe dân vô từ chạ bạ sang nơi pe này chẳng cái cụ pe cọt xuống ta ô lang khơi cái lỗ quát lang mình hay lang từ tam stang đa bao pe cái mỏng chẳng cái Sustain បបតគ្នាស្វាគមន៍មកកាន់កម្មវិធី Olisic Feedback ថ្ងៃនេះគឺយើងមានប្រធានបទថ្មីមួយទៀតហើយគឺសម្រាប់ម៉ាក់ដែលគាត់មានបញ្ហាជាមួយនឹងការលាក់ស៊ីម្សៅទឹកដោះគោផងដែរអញ្ចឹងបងដែលគាត់មានកូនមានបញ្ហាលាក់ស៊ីជាមួយនឹងម្សៅទឹកដោះគោថ្ងៃនេះនឹងទទួលបានជាមួយនឹងបទពិសោធន៍ថ្មីមែនតើអញ្ចឹងជំរាបសួរបងចាជំរាបសួរជំរាបឈ្មោះបងតិចបានទេបងចានឹងខ្ញុំឈ្មោះធីសេរីរតជាអ្នកម្ដាយកូន2ហើយក៏ជាកលៀនមុថានឹងឈ្មោះផងដែរចាចឹងថ្ងៃនេះបងតាគ្នានឹងទទួលបានជាមួយនឹងបទពិសោធន៍ច្រើនហើយដែលសារតបងជាឈ្មោះផងដែរអញ្ចឹងថ្ងៃនេះបទពិសោធន៍ផ្សេងដែលតាក់ទងជាមួយនឹងការប្រើប្រាស់ទៅលើម្សៅទឹកដោះពពែដែលសារតបងមានកូនគាត់មានការលាក់ស៊ីជាមួយនឹងទឹកដោះគោអញ្ចឹងថ្ងៃនេះបងសុំបែបលះមកព្រោះដោយសារអីក៏ចង់ដឹងដូចគ្នាអញ្ចឹងណាតាក់ទងជាមួយនឹងបញ្ហានេះព្រោះដោយសារភាគច្រើនអត់សូវមានក្មេងដែលគាត់មានបញ្ហាលាក់ស៊ីទៅលើម្សៅទឹកដោះគោទេអញ្ចឹងខ្ញុំចង់ឲ្យបងជួយ detail ប្រាប់បទពិសោធន៍បងដែលបងចំកូនតាក់ទងជាមួយនឹងបញ្ហាអាឡាក់ស៊ីជាមួយនឹងម្សៅទឹកដោះគោផងដែរចានឹងអរគុណច្រើនអូនសម្រាប់សំណួរនិយាយទៅជាអ្នកម្ដាយហើយយើងដោយសារយើងជាកលៀនពុទ្ធផងជាឈ្មោះផងអញ្ចឹងដំបូងឡើយយើងចង់បំបើកូនដោយទឹកដោះទេអញ្ចឹងណាចាយើងចង់ផ្ដល់ជាទឹកដោះឲ្យគាត់ប៉ុន្តែជាក់ស្ដែងសម្រាប់បងអូនលើកនេះគាត់រៀងឆ្លោះមួយដោះចាអញ្ចឹងថ្ងៃគាត់អត់សូវចង់បើកដោះយើងឯនៅពេលដែលយើងឲ្យបើកអញ្ចឹងទៅ4គាត់ជក់បាន 4-5 ម៉ាត់អីចឹងយំហើយចាប់ដើមយំគាត់អត់ព្រមបើគាត់ព្រមអីចឹងណាអញ្ចឹងជាមូលហេតុធ្វើឲ្យទឹកដោះយើងយូរទៅថយទៅហើយមួយទៀតយើងបារម្ភទៅលើការលូតលាស់ឡើងគីឡូឡើងអីរបស់គាត់ផងក៏យើងចាប់ដើមបន្ថែមឲ្យគាត់ទឹកដោះគោនៅពេលដែលយើងផ្ដល់ទឹកដោះគោឲ្យគាត់ខ្ញុំសង្កេតឃើញថាគាត់ឆ្លោះមួយកំប៉ុងទឹកដោះគោនឹងទៀតគាត់អត់គាត់ចង់បើហើយមួយទៀតនៅពេលដែលបើហើយគាត់ក្អួតមកវិញចាក្អួតមានក្អែមានអីទឹកដោះនឹងចេញមកវិញហើយពាក់ព័ន្ធជាមួយនឹងពោះរបស់គាត់នឹងយើងវាងហើមមានខ្យល់មានអីច្រើនអញ្ចឹងគឺគាត់យំញ៉ាំញើច្រើនមែនតើអញ្ចឹងនៅពេលដែលបន្ទាប់ពីពិភាក្សាជាមួយនឹងគ្រូពេទ្យអីចឹងទៅក៏គាត់ recommend ឲ្យយើងផ្លាស់ប្ដូរទឹកដោះគោនឹងចេញអញ្ចឹងក៏ដោយសារតែយើងបានលឺខ្លះពីទឹកដោះពពែនឹងដែរចាដោយសារតែវាមានថាជាអាហារូបត្ថម្ភមួយល្អសម្រាប់ក្មេងជាពិសេសក្មេងតូចដែលគាត់ទើបកើតអីចឹងប្រព័ន្ធរំលាយអាហារគាត់នឹងអត់ទាន់ល្អអត់ទាន់រឹងមាំដូចយើងមនុស្សធំអីចឹងណាហ្នឹងហើយអញ្ចឹងក៏យើងជ្រើសរើសយកទឹកដោះពពែហ្នឹងឲ្យគាត់ជំនួសទឹកដោះគោវិញហើយមូលហេតុមួយទៀតហ្នឹងដោយសារតែយើងត្រូវចូលធ្វើការវិញដែរអញ្ចឹងគិតថាការបំបើដោយទឹកដោះហ្នឹងប្រហែលជាមិនអាចបំបើឲ្យគាត់បានរហូតទេអញ្ចឹងយើងចាប់ផ្ដើមផ្សាំគាត់ជាមួយនឹងទឹកដោះពពែហ្នឹងចាអញ្ចឹងសម្រាប់បងតាគ្នាដែលគាត់មានកូនមានបញ្ហាតាក់ទងដូចដែលបងបានជំរាបជូនហ្នឹងគឺបងតាគ្នាអាចងាកមកមើលជាមួយនឹងទឹកដោះពពែ Olisic យើងបានហើយមួយទៀតនៅក្នុងទឹកដោះពពែ Olisic របស់យើងគឺយើងមានវីតាមីនជាច្រើនដែលជំនួយទៅដល់សុខភាពកូនបងតាគ្នាដែលជួយទៅដល់ការដូចបងមិញគាត់ឲ្យអូនញ៉ាំជាប្រភេទទឹកដោះហើយខ្លាចគាត់ចូលធ្វើការទៅអត់សូវមានអីសម្រាប់បំពន់អូនបន្ថែមអញ្ចឹងគាត់ក៏ជ្រើសរើសជាមួយនឹងទឹកដោះពពែ Olisic ហើយសម្រាប់ Olisic របស់យើងគឺយើងមានវីតាមីនជាច្រើនដែលជំនួយទៅដល់សុខភាពរបស់អូនជួយទៅដល់ការលូតលាស់មាន HMO ដែលស្តីងជាមួយនឹងទឹកដោះម្ដាយមាន DHA AA មាន Synbiotic probiotic អីផ្សេងដែលជំនួយទៅដល់សុខភាពរបស់អូនដូចគ្នាហើយសម្រាប់ Olisic របស់យើងក៏ជាផលិតផលដែលនាំចូលមកពីប្រទេសអូស្ត្រាលីផងដែរអញ្ចឹងយើងអត់មានការបន្ថែមពណ៌បន្ថែមក្លិននៅក្នុងហ្នឹងទេអញ្ចឹងសម្រាប់បងដែលគាត់មានបញ្ហាសុខភាពកូនដូចដែលបងបានជំរាបហ្នឹងក៏បងតាគ្នាអាចងាកមកមើលជាមួយនឹងទឹកដោះពពែ Olisic យើងបានដូចគ្នាផងដែរអញ្ចឹងបងអាចចែករំលែកតិចបានទេដោយសារតែកូនបងមានបញ្ហានេះអាចនិយាយបានថាភាគច្រើនអត់សូវមានទេភាគច្រើនអូនគាត់អាចញ៉ាំជាមួយនឹងទឹកដោះគោបានប៉ុន្តែអូនញ៉ាំជាមួយនឹងទឹកដោះគោទៅគាត់មានបញ្ហាអញ្ចឹងអាចនិយាយបានថាដូចជាក្មេងអាឡែស៊ីជាមួយនឹងម្សៅទឹកដោះគោដូចគ្នាបងអាចចែករំលែកតាក់ទងជាមួយនឹងបទពិសោធន៍បងបានទេថាអូនញ៉ាំទៅសុខភាពគាត់មិនដែរឡើងគីឡូអត់ចានិយាយទៅបន្ទាប់ពីខ្ញុំបានផ្លាស់ប្ដូរឲ្យគាត់ញ៉ាំជាមួយនឹងទឹកដោះពពែ Olisic នេះវិញឃើញថាអូននិយាយទៅគីឡូរបស់គាត់ឡើងច្រើនឡើងច្រើនពេលយើងយកទៅចាក់វ៉ាក់សាំងនៅពេទ្យអីចឹងណាគ្រូពេទ្យគាត់សួរថាអូឡើងឃើញគីឡូគាត់ឡើងមានថាឡើងទៅតាមស្តង់ដាររបស់ពេទ្យគេហ្មងចឹងណាអញ្ចឹងឃើញថាសុខភាពរាងកាយរបស់គាត់ហ្នឹងគឺរឹងមាំល្អហើយបើពាក់ព័ន្ធជាមួយនឹងមានថាការជុះវិញពី
ពីមុនមកយើងឲ្យគាត់បើលាយជាមួយនឹងទឹកដោះរបស់យើងទឹកដោះសុទ្ធរបស់យើងហ្នឹងណាអញ្ចឹងឃើញគាត់ជុះអត់សូវទៀងទាត់ទេអញ្ចឹងជួនកាល2ថ្ងៃជុះម្ដង4ថ្ងៃរហូតដល់4ថ្ងៃពេលខ្លះរៀងភ័យដែរហ្នឹងហើយឃើញកូនក៏ជុះប៉ុន្តែបន្ទាប់ពីយើងផ្លាស់ប្ដូរមកទឹកដោះប្រពៃនេះវិញឃើញគាត់ជុះទៀងទាត់ល្អអញ្ចឹងមួយថ្ងៃគាត់ជុះម្ដងមួយថ្ងៃគាត់ជុះម្ដងហ្នឹងហើយអញ្ចឹងការបើការជុះរបស់គាត់គឺល្អមែនតើចាអញ្ចឹងតើតូនជាមួយនឹងបញ្ហាកាពះពោះវៀនណាអូនដែលដូចបងបានជំរាបមិញអញ្ចឹងអូន4ថ្ងៃបានជុះម្ដងអញ្ចឹងអាចនិយាយបានថាបញ្ហាទល់លាមកអីអញ្ចឹងនៅក្នុងអូលីសិករបស់យើងក៏យើងមានវីតាមីន probiotic ជាមួយនឹង prebiotic ដែលជំនួយទៅដល់សុខភាពរបស់អូនដែលងាយស្រួលនៅក្នុងការរំលាយអាហារអូនដូចគ្នាផងដែរអញ្ចឹងបងជាចុងក្រោយបងមានអីបន្ថែមជូនទៅដល់ម៉ាក់ដែលគាត់មានបញ្ហាដូចតែបងដែរដើម្បីជ្រើសរើសកុំឲ្យខុសព្រោះដោយសារតើបងអូនមុំទឹកដោះហើយមុំដោះគោទៀតអញ្ចឹងអូនគាត់មានបញ្ហាក្តៀនហ្នឹងវាប៉ះពាល់ទៅដល់កាពះពោះវៀនរបស់បងដែរចាហ្នឹងហើយអរគុណច្រើនអញ្ចឹងសម្រាប់ខ្ញុំជាសារចែករំលែកទៅម៉ាក់គ្រប់គ្នាតាមពិតទៅខ្ញុំគិតថាខ្ញុំគិតថាគឺជារឿងពិតមួយគឺទឹកដោះម្ដាយគឺជាអាហារូបត្ថម្ភមួយដែលល្អហើយមានថាអត់មានរូបមន្តណាដែលអាចថាយកមកជំនួសបានទេប៉ុន្តែក្នុងលក្ខខណ្ឌស្ថានភាពឬក៏លក្ខខណ្ឌណាមួយដែលម៉ាក់អត់អាចបំរើកូនដោយទឹកដោះបានសុទ្ធឬក៏អត់បំបើបានតែម្ដងណាអញ្ចឹងបើសិនជាម៉ាក់ចង់រើសយកអាហារូបត្ថម្ភបន្ថែមខ្ញុំ recommend ម៉ាក់អាចជ្រើសរើសយកទៅដោះប្រពៃ Olisic នេះបានចាដោយសារតែវាជាអាហារូបត្ថម្ភមួយដែលល្អហើយនិយាយទៅគឺមានរូបមន្តនេះអីហ្នឹងគឺដូចស្តៀងទៅនឹងទឹកដោះម្ដាយរបស់យើងដែរចាអញ្ចឹងតកតងជាមួយនឹងការបើការជុះរបស់គាត់គឺមានន័យថាល្អចាអត់មានក្តៀនអត់មានអីទេអញ្ចឹងមានន័យថាវាល្អគ្រប់គ្រាន់សម្រាប់ទារកតូចៗរបស់យើងចាអញ្ចឹងអរគុណបងសម្រាប់បទពិសោធន៍ថ្ងៃនេះទទួលបានបទពិសោធន៍ច្រើនដោយសារតើបងជាឈ្មោះផ្ទាល់តែម្ដងអញ្ចឹងយើងទទួលបានជាមួយនឹងបទពិសោធន៍ផ្ទាល់ពីបងដូចគ្នាផងដែរអញ្ចឹងក៏អរគុណទៅដល់បងប្អូនតាគ្នាសម្រាប់ការតាមដានទស្សនានៅក្នុងវីដេអូមួយនេះអញ្ចឹងយើងនឹងជួបគ្នានៅឱកាសក្រោយអាចនឹងមានបទពិសោធន៍ថ្មីៗជូនទៅដល់ម៉ាក់ទាំងអស់គ្នាផងដែរអរគុណ